ว้าว Jennifer ว้าว Jennifer ឡើងមកហើយបាទចូលមកនេះអូខេសូត្រមេ12ឲ្យគ្រូស្ដាប់ចូលមកចាប់ចាប់ដើម12ម្ដង12 12 2ដង20 4 12 3ដង36 12 4ដង48 12 5ដង60 12 6ដង72 12 7ដង84 12 8ដង96 12 9ដង108 12 10ដង120ចេះហើយមួយវ៉ាវមកយកអត់បានមើលមេ12នេះចេះធ្វើអីក៏ធ្វើបែបនេះមេ12ចំទួក្រោយកងឯងយកមកដល់តែលោកគ្រូឲ្យត្រូវតែមួយ Jennifer លោកគ្រូសិង្ហសង្ហាមែនជួយ50000អរគុណលោកគ្រូបងអានេះទៅមួយទៀតអរគុណច្រើនមែនតើអូយកបន្ទាប់អូម៉ៃមួយចម្លែកទេ David Daniel អូវ៉ៃអូ my god អូតើ David Daniel ដើរចេញមកណែម៉ៃវ៉ាវ David Daniel David Daniel ពី2ដង2ដង4ពី1ដង8ពី8ដងពី8ដង16ពី6តតាដង32ពី32ដង64ពី64ដងរួចពី8ពី128ដង256យក56មែនអត់អូខេ David Daniel លោកគ្រូពេញចិត្តនៃចម្លើយឆ្លើយលឿនល្អវ៉ាវលោកគ្រូសិង្ហពិតជាសង្ហាមែនស្វែង50000រៀលលោកគ្រូសិង្ហទូទៅដល់គោយកជាមួយនឹងការយឺតមួយទៀតអរគុណច្រើន David Daniel បាទសូមទៅកន្លែងចង់លើកនេះលោកគ្រូនឹងហៅ2នាក់តាលោកគ្រូនឹងហៅឈ្មោះឡើងមកស៊ីឡុងនីអត់ណៃគេឈ្មោះស៊ីឡុងនីបាទយកអូននេះមួយពីណៃទៅវិញដោយសារអូននេះមានឈ្មោះឡុងពីក្នុងឆាងឡើងមកឆាងឆាងបាទធ្វើដំណើរមកហើយបាទវ៉ាវមកលេះដោះស្រាយលំហាត់ស៊ីឡុងនីទៅជ្រាបឆាងចែកដល់ចាញ់អត់ឆាំងដល់ចាញ់ដល់ឆាំងលោកគ្រូបង្រៀនថាម៉េចបើចែកមួយអាចចេញទៅកាត់2ខ្ទង់អញ្ចឹង4ប្រមាណដងដែលអាចចែកទៅ16បានហើយចេះទៅ16ទាញមក0 0តម្លាក់8ហើយ4ចែកទៅ8បានប្រមាណដងកាត់យូរមកឆាំង32ហេ32ដងមកដងអញ្ចឹងសេលេពីឡើងនេះមក0វ៉ាវចូលស៊ីឡុងនេះម្ដងចង់ចៃចង់គុណចង់បោកគុណស៊ីឡុងនេះគេច្បាស់តែក្រោះគូវៃត្រា13ស៊ីឡុងនេះច្បាស់លាស់វើយមកប៉ុណ្ណាគ្រូហ៎មកប៉ុណ្ណាមែនតើមែនតើជួយចាក់គុណលឿនហើយមែនតើ10 បូក3 30សេលេខ3 13សេលេខ3ត្រូវទាំង1លើលេខ0 5 0ដង0ទៅ7ដង10សេលេខ10បាទត្រឹមត្រូវបាទលោកគ្រូរៀងភ្លើបាទវ៉ាវឆាំងមកនេះលោកគ្រូសេងបើជាស្មោះមែនតើវ៉ាវលោកគ្រូពេញចិត្តឆ្វេង50000រៀលខំបង្រៀនណាស៊ីឡុងនេះឆាំងណែអូនបងចែកបងសោះប៉ុណ្ណឹងបាទអស់លេងឆ្លៃលោកគ្រូសេងអត់ឆ្លៃប៉ុណ្ណាហូបប៉ុណ្ណាចាលោកគ្រូសុំលាទៅផ្ទះសិនណាបាទគុណច្រើនអូនបាយបាយកូនបាយស៊ីឡុងនេះចូលឡៃគេចាស់ស្មីនបាយអូបាយចាស់នៅថ្ងៃតផងដែរយសគឺបានធ្វើការចោះចែកតាក់សម្ដែងយសនឹងនំចំណីផ្សេងនៅសាលារៀនខេត្តក្រចេះហើយទៅធ្វើការចោះចែក500សាលានាពេលខាងមុខអញ្ចឹងនៅថ្ងៃនេះតតែម្ដងគឺយើងចោះចែកបាន2សាលាហើយគោលបំណងនោះគឺចង់ឲ្យបងប្អូនសប្បាយរីករាយនៅពេលដែលទទួលបានកាដូពីយសអញ្ចឹងខ្ញុំក៏រំភើបចិត្តដែរណាពេលបានម្ដងគឺឃើញស្នាមញញឹមពួកគាត់ពេលដែលគាត់ទទួលកាដូពីយើងទៅគឺគាត់សប្បាយរីករាយសំខាន់ស្នាមញញឹមពួកគាត់ហើយគោលបំណងមួយទៀតនោះចង់ឲ្យបងប្អូនសិស្សានុសិស្សមកបរិភោគទឹកសណ្តែកយសហើយគោលបំណងមួយទៀតវិញចង់ឲ្យបងប្អូនមកធ្វើការបរិភោគទឹកសណ្តែកយសព្រោះទឹកសណ្តែកយសគឺមានជាតិស្ករទាបមែនតើអញ្ចឹងពេលដែលបងប្អូនបរិភោគទៅគឺមិនប៉ះពាល់ដល់សុខភាពយសគឺជាភេសជ្ជៈទី1ដែលក្រសួងអនុញ្ញាតឲ្យធ្វើការលក់នៅតាមសាលារៀនអញ្ចឹងអរគុណទៅកាន់យសខ្លាំងមែនតើអញ្ចឹងខ្ញុំសង្ឃឹមថាយសនឹងធ្វើកម្មវិធីបែបនេះបន្តទៅមុខបន្ថែមទៀតអញ្ចឹងបងប្អូនដែលនៅតាមខេត្តដទៃទៀតកុំភ័យយសនឹងធ្វើការចោះចែកទូទាំងប្រទេសជួបគ្នាពីខ្ញុំបាទស៊ីងសូមជម្រាបលាយកទៀត